បាទតោះយើងបន្តវីដេអូយើងតាក់ទងជាមួយនឹងការដោះស្រាយបាទសម័យកាលនិងបាទវិសម័យកាលសម្រាប់លំហាត់នេះគឺបាទដោះស្រាយសម្រាប់ត្រៀមបាទប្រឡងឌីប្លូមបាទខាងមុខនេះអញ្ចឹងតោះនេះយើងដោះស្រាយសម័យកាលមួយនេះអញ្ចឹងយើងដើម្បីដោះស្រាយសម័យកាលនេះគឺយើងទៅតម្រូវភាគបែងជាមុនសិនណាអញ្ចឹងតម្រូវភាគបែងយកប្រមាណនេះយើងយក12ណាដោយសារអានេះ6និង4យក12អញ្ចឹងយើងចាប់ផ្ដើមអានេះគុណថែម2អញ្ចឹងកាលណាយើងគុណថែម2អានេះត្រូវខាងលើនេះត្រូវគុណថែម2យើងបាន3អីបាទដក2បាទកតាឲ្យបាទ2កតាឲ្យ3ដក2នៅលើបាទ12អានេះយើង5ភាគបែង1ទៅការ12ហើយគុណ12ណាអញ្ចឹងយើងបាន5គុណ12អញ្ចឹង5គុណ12ប៉ុន្មានយើង5 2ដង10សេរី0ត្រូវទៅ1បាន60បាននៅលើ12ស្មើអានេះយើងគុណថែម3អញ្ចឹងគុណថែម3យើងមើលអានេះ3វាបាន9បាទដកជាមួយនឹង6កតាឲ្យ x បូក7នៅលើ10 12អញ្ចឹងបន្តមកនៅពេលដែលបានប្រព័ន្ធនេះគឺយើងលុបភាគបែងចោលបានហើយអញ្ចឹងយើងបាន2x 2កតាឲ្យជាច្រឡំបាទ2កតាឲ្យ 3x បាទដក2យើងលុបភាគបែងចោលយើងសល់តែខាងលើទេណាបាទដកជាមួយនឹង60បាទស្មើនឹង54បាទកតាឲ្យដកជាមួយនឹង6កតាឲ្យ x បូក7អញ្ចឹងនៅពេលដែលភាគបែងស្មើគ្នាយើងលុបភាគបែងចោលបានបន្ទាប់មកយើងចាប់ផ្ដើមគុណបញ្លបគុណបញ្ចូលឬគុណបញ្លាតណាអញ្ចឹងយើងបាន 6x បាទដក4ដកជាមួយនឹង60បាទស្មើនឹង9បាទដកជាមួយចានេះគុណសញ្ញាដកទៅផងណាបាទយើងបានដក 6x បាទ 6x អានេះបានដកបាទ42ណា6 7ដង42បន្តមកយើងចាប់ផ្ដើមដោះស្រាយនៅខាងនេះយើងបាន 6x ដក64បាទស្មើជាមួយនឹងដក 6x បាទអានេះដកប៉ុន្មានយើងបាទ30បាទ32 32 33ណាបាទ33បាទបន្តមកយើងបោះពេញនេះមិនax មកនេះមកយើងបាន 6x បាទបូកជាមួយនឹង 6x បាទស្មើជាមួយនឹងដក33បាទបូកជាមួយនឹង64អញ្ចឹងនេះបូកទៅឃើញ12អញ្ចឹងបាន12x បាទស្មើអានេះយើងបានប៉ុន្មានយើង60 30វានៅសល់ប៉ុន្មាននៅសល់30នៅសល់31អញ្ចឹងបានបូក31អញ្ចឹងទីរូប x ស្មើជាមួយនឹង31នៅលើបាទនៅលើ12អញ្ចឹងបាទយើងនេះគឺជាបាទរឹសរបស់សមីការបាទជារឹសបាទជារឹសបាទសម័យការអញ្ចឹងតើតើនឹងលំហាត់បាទវីដេអូដោះស្រាយសម័យការដែលមានទម្រង់ប្រភេទបែបនេះបាទមានប៉ុណ្ណឹងទេយើងបាទអញ្ចឹងក៏បាទគ្នាយើងច្រើនដែរបាទខំគ្នាយើងទទួលយកបានអរគុណណា